Ok, sma công một bộ đặc này mà cần video thúc mấy người này cái nhóm miền là bỏ cầm rõ rồi cái chương anh vậy bạn thay chi vật thọc rán đẹp ho cái thay cái chụp lật đấy chỉ mỗi nông bộ này hai cái đôi chi cắt tranh bị cái món Apple làm đòn đại cái chụp bận to camera chỉ một sao ve chẳng xem đẹpประเภทนี้คือสัตว์ชีประเภทมาซึ่งได้กำรอมาเด่นบอกว่าใกล้ไปเจียตอนบ้านได้การปัสพองได้สมัยมากรอบนักน้องได้ชมนี้วิจิประเภท iPod Touch บางคนนี้ได้จำนวนชนามปีปอนบ่มเปิลปีปอนใบไอ้นั้นเนี่ยสัตว์เยอะแต่มาดองคือหลับใบครั้งมันเด่นจุบัวประเภท iPod Touch นี่จีบเส้นนักน้องชนามปีปอนดับแต่มาดองคือบางคนได้นิยมปลาชิมวยประเภทมาซึ่งจัดดนตรีอันนั้นคือแอร์มันเด่นอันนี้ในตลาดการต่างอ้อมบนตรงนี้ก่อนแต่ยังอัดบานสะมอวิได้รอนสะวิคือจีประเภทรอนสะสรีจ้าได้วิสปอร์ตอยู่มือหนึ่งพร้อม iPhone 4 cho cloud ហើយอันนี้ iPod Touch 2 generation សម្រាប់อันนี้វិញគឺ3 generation អញ្ចឹងវាមួយចំនួនម្នាក់អានេះ 610G អានេះក៏ 610G ដែរហើយសុទ្ធតែជាម៉ាស៊ីនដែលដំណើរការអញ្ចឹងអានេះវាចេញសេរីក្រោយវាមានកាមេរ៉ាមកគ្របនៅផ្នែកខាងក្រោយនេះបងប្អូនបានឃើញហើយតើតោងជាមួយនឹងកាមេរ៉ារបស់វាហើយរូបរាងគឺវាស្តៀងគ្នាទេលក្ខណៈថានេះរៀងទៀលជាងបន្តិចអានេះរៀងជ្រុងឡើងជ្រុងបន្តិចសម្រាប់អានេះគឺសេរីថ្មីដែលការប្រើប្រាស់របស់វាហ្នឹងក៏ទទួលបាន version ខ្ពស់ជាងមួយគ្រាប់នេះផងដែរហើយសម្រាប់ material បងប្អូនមើលទៅសេរីចាស់របស់ Apple គឺនៅតែអែមអានេះយើងអត់ស្កុតអានេះយើងអត់ស្កុតទេបងប្អូនគ្នាអានេះអត់ស្កុតអញ្ចឹង material វានៅតែរឹងមាំនៅតែតាន់នៅតែធន់បាទអត់តមានបាក់បែកកន្លែងណាទេគឺនៅស្អាតតែម្ដងគ្រាន់តែវាសឹកទៅលើផ្នែកដែករបស់វាតែប៉ុណ្្នឹងឯងហើយនេះក៏នៅតែប្រើប្រាស់ជាមួយនឹងរុនសាកដូចធំដែរហើយយើងមានរុនកាសក៏ដូចជាមាន speaker ក៏ដូចជាបំពាក់ជាមួយនឹងកាមេរ៉ាដំបូងគេនៅលើ iPod Touch ផងដែរចា៎នេះគឺសិតតែជាប្រភេទវត្ថុបុរាណដែលបងប្អូនមួយចំនួនគឺអត់ដែលបានកាន់ប៉ះទេបើសិនជាបងប្អូនទាំងគ្នាចង់ដឹងពីគុណភាពនៃការប្រើប្រាស់របស់វាមិននោះបងប្អូនទាំងគ្នាអាចមកតេស្តសាកល្បងបានយើងមានបទចម្រៀងនៅក្នុងនឹងមួយចំនួនដែរសម្រាប់អានេះវិញគឺជា iPhone ស៊េរីក្រោយទេវាគឺជា iPhone 5 ដែលចេញនៅក្នុងឆ្នាំដូចជា2012ហើយម៉ាស៊ីនទាំងអស់នេះគឺសុទ្ធតែនៅដំណើរការអានេះដូចជា storage 32 GB អញ្ចឹងវាធំគួរសមសម្រាប់ឆ្នាំនោះហើយមកដល់ពេលបច្ចុប្បន្ននេះវានៅតែដំណើរការបានទៅលើការប្រើប្រាស់ទៅលើអ៊ីនធឺណិតអីហ្នឹងវានៅតែអែមសម្រាប់ iPhone 5 មួយគ្រាប់នេះនៅស្អាតរូបរាងគ្នាវាក៏ប៉ិតតួតិចទេហើយបញ្ជាក់អាវ៉ាន់ទាំងអស់នេះគឺយើងអត់លក់ទេគ្រាន់តែថតឲ្យបងប្អូនមើលអំពីរូបរាងជំនាន់មុនរបស់ iPhone ថាវានៅល្អកម្រិតណាអញ្ចឹងណាបាទសិតតែជាប្រភេទម៉ាស៊ីនដែលនៅដំណើរការទាំងអស់អញ្ចឹងអ្វីដែលខ្ញុំចង់និយាយខ្លាំងបំផុតតទៅជាមួយនឹងប្រភេទនេះបាទអញ្ចឹងបងប្អូនឃើញហើយរូបរាងរបស់វាគឺអែមែនតើវាប្រើប្រាស់ជាមួយនឹងដៃអាលុយមីញ៉ូមសំទោសអានេះគឺជា inox បាទមកជុំតែម្ដងដៃ inox គឺលក្ខណៈរាងរលោងហើយភ្លឺអញ្ចឹងបាទរូបរាងវានៅប៉ុណ្នេះគិតថាវាអែមហីហើយរយៈពេលជាង10ឆ្នាំនេះវានៅឈរជើងនៅលើទីផ្សារអត់ជាប់ទេគ្រាន់ថាវាជាវត្ថុបុរាណមួយដែលបងប្អូនដែលស្រឡាញ់ចូលចិត្តនៅតែចង់ប្រើប្រាស់វាជាពិសេសគឺទិញមួយទុកគ្រាន់រំលឹកអនុស្សាវរីយ៍ឬក៏យើងដាក់ជាប់នៅជញ្ជាំងបែបនេះដើម្បីបង្ហាញពីរបស់ដែលយើងធ្លាប់ប្រើក៏ដូចជាអនុស្សាវរីយ៍ចាស់ៗជាដើមអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអរគុណសម្រាប់ការតាមទស្សនាវីដេអូនេះបើសិនជាបងប្អូនមានដំណើរការជាមួយនឹង smartphone ជាពិសេសគឺផលិតផលរបស់ Apple តែម្ដងអាចទៅតាមរយៈ Telegram ដែលខ្ញុំបានដាក់នៅក្នុង description បានអរគុណសម្រាប់ការតាមទស្សនាវីដេអូនេះយើងជួបគ្នានៅវីដេអូក្រោយ